កម្មវិធីបននៅស្រុកកំណើតចាថ្ងៃនេះខាងគ្រួសារចាស់នៅចិត្តពេកមកនឹងទៅម្ដងចាហើយខ្ញុំទៅដល់យកអញ្ចឹងគឺខ្ញុំបានថតទេហើយនេះជាសកម្មភាពពេលព្រឹកឡើងមានគាត់មានលៀងបន្លែមានចុងភៅគាត់ឆ្លមានអីអ្នកភ្លុកអីអញ្ចឹងទៅហើយកាត់បននេះវិញចាបងខ្ញុំក៏គាត់ធ្វើការទៅបេះក្រូចឆ្មាមួយប៉ារបស់ខ្ញុំចាបេះកាត់ព្រឹកឡើងសិតតែមូសហ្មងព្រោះរដូវវស្សាខូចនេះវាតូចបន្តិចដោយសារអីវាអត់សូវបានត្រូវទឹកហើយមើលកុំភាសាឡើងម៉ាប់មើលក្មេងឡើងស្គមចាថ្ងៃនេះម៉ែរបស់ខ្ញុំគឺគាត់ចាប់ផ្ដើមបរៀនខ្ញុំឲ្យសក់ជាមួយនឹងជីភ្លើងកែវដើម្បីខ្ញុំជាមួយលបោយនឹងបញ្ចុកចាអ៊ំគាត់មកចូលបនមុនហើយកាលមកនេះគ្រូសារបស់ខ្ញុំគឺគាត់ចាប់ផ្ដើមញោមជាមួយនឹងបញ្ចុកឲ្យខ្ញុំញ៉ាំចានេះស្លដែលយើងស្លរួចនិយាយពីថាដើរកាត់ឈ្ងុយខ្លាំងមែនតែនហើយមានមីងថ្លៃគាត់ធ្វើការជួយរៀបចំបន្លែអញ្ចឹងណានឹងខ្ញុំឈប់ហើយពេលនេះគឺដល់វគ្គញ៉ាំមីងឃ្លានដែរជាមួយក្មួយញ៉ាំមួយមីងថ្លៃហ្នឹងទៅហើយនេះយាយមីងអញ្ចឹងគាត់មកចាំម្ចាស់អត់ទាន់បាត់ដល់រៀបចំញ៉ាំនំបញ្ចុកពេលព្រឹកសិនគឺយើងធ្វើនៅលក្ខណៈគ្រួសារបងប្អូនធម្មតានៅស្រុកស្នាចាហើយកលេចមកនេះគឺយាយនួនចានេះណាគាត់ស្គាល់ដែរគឺជប់វិចហ្មងចាវីដេអូនេះនិយាយលេងមួយម៉ែមទេចាម៉ែមគាត់friendly ខ្លាំងហើយចាហើយនេះកលេចមកនេះមីងគឺគាត់ទៅតែមកចូលបនខ្ញុំលេងសើចមួយគាត់ដែរហ្នឹងថ្មហ្នឹងឲ្យទៅមកដល់ហើយនេះគឺជាសកម្មភាពដែលខ្ញុំថតពីមុខផ្ទះទៅចាមើលទៅថាអ្នកស្រុកខ្ញុំមិនដែរហូបសិតលើកជេលើកអីដោយសារយើងស្និទ្ធស្នាលមួយគ្រួសារគ្រូអីចាអញ្ចឹងយាយតាគាត់ចាប់ផ្ដើមអញ្ជើញមកបដាហើយចាដូចឃើញនៅក្នុងវីដេអូនេះជាស្ដែងអញ្ចឹងហើយណែចាធ្វើតែពិសេសបងអូនថ្លៃរបស់ខ្ញុំមកពីផ្សារកំពង់ប្រាច់មានតាំងពីសាច់ជ្រូកមានតាំងពីជ្រូកស្ដែកអូយល្អខ្លាំងមែនតែនចាកុំមើលសក់អស់គូទេវតាអូយសក់វែងម៉ែហើយណែមីងចាមានទាំងអ្នកមកមានទាំងអ្នកទៅចាអានេះជាទស្សនភាពជុំវិញផ្ទះអញ្ចឹងណាពេលព្រលឹមឡើងថ្ងៃរះនិយាយពីថាស្អាតមែនតើហើយម៉ាក់ក្មេងរបស់ខ្ញុំចាពណ៌ក្មួយយោ10ចាក្មួយអត់តាមទេនេះចាទីធ្លានៅខាងមុខផ្ទះយើងធ្វើលក្ខណៈគ្រួសារតាមមិនតុកទេគឺអត់មានវែងអីឆ្ងាយទេចាមានតែចាមានតែលោកហើយយាយតាចាស់បងប្អូនអ្នកជិតខាងតាមភូមិអញ្ចឹងណាចាហើយនេះមីងគឺគាត់ដើរមកចូលប៉ុនហើយខ្ញុំសាកសុំនំក្មួយខ្ញុំញ៉ាំមើលថាមិនដែរអូគេចិត្តល្អណាគេហុចឲ្យខ្ញុំចាអាវសំខាន់ធ្វើកាឈូកទៀតហើយកាត់មកនេះចាគូគាត់មកចូលប៉ុននេះគ្នាដែរហើយនេះយាយគាត់ពងតែរៀបរាប់ឲ្យខ្ញុំថាអញ្ចេះគាត់ពីក្មេងមិនឥឡូវមិនអូយចាគាត់យុច្រើនតែនៅដើមផងអត់មានអីទេចាហើយមកខ្ញុំវិញដល់វាអាចាវានិយាយដើមគេមួយអ៊ំយាយចាស់ថាមិនដែរឥឡូវអូយចាគាត់ថាខ្ញុំឥឡូវធំលឿនម៉េចពីមុនក្មេងដើរតុកជាមួយយាយសោះនិយាយថាឥឡូវកំមុំណាណៃធំលឿននោះលឿនគាត់ថាអូយយូរឆ្នាំហើយប្រាប់គាត់ចឹងណាតែសឹងជឿខ្ញុំទេចាហើយនេះដល់វគ្គយើងសុភអាចារ្យចាចាប់ផ្ដើមសូត្រមានក្មួយមានអីចឹងបងអូនស្រីបងប្រុសអញ្ចឹងទៅចាសកម្មភាពនៅបរិវេណផ្ទះរបស់យើងហើយវីដេអូរបស់ខ្ញុំក៏អត់មានអីទៀតដែរមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូខ្ញុំពីដើមដល់ចប់ណាបើមានកំហុសខុសឆ្គងថតកន្លែងណាសូមខន្តីអភ័យទោសជួបនេះខ្ញុំសេនីម្ដងទៀតនៅក្នុងវីដេអូបន្តជំរាបលាបាយបាយ